ប្អូនជនរួមជាតិជាទីរាប់អានកងកម្លាំងដ៏ក្លាហានរបស់ទ័ពកម្ពុជាបានបាញ់បណ្ដេញពួកទាហានសៀមដែលឈ្លានពានចង់ចូលកាន់កាប់នៅតំបន់បឹងត្រកួនឲ្យរត់ចែកជើងគ្នាស្ទើរតែមិនទាន់គឺនៅថ្ងៃទី11ខែធ្នូឆ្នាំ2025នេះកងកម្លាំងដ៏ក្លាហានដែលមានវីរភាពជាអ្នកប្រយុទ្ធជាអ្នកចម្បាំងដែលពោពេញទៅដោយបទពិសោធន៍នៃការធ្វើសង្គ្រាមបានបាញ់បណ្ដេញពួកទាហានសៀមដែលចង់ឈ្លានពានចូលទឹកដីកម្ពុជាឲ្យរត់ចែកជើងគ្នាតែម្ដងប្រិមិត្តជាទីរាប់អានឥឡូវនេះយើងទៅជ្រាបអំពីព័ត៌មានដែលអាប់ដេតពីក្រសួងការពារជាតិនៃកម្ពុជាទាក់ទងទៅនឹងចំនួនព្រំដែនរវាងកម្ពុជាថៃប្រិមិត្តជាទីរាប់អានជាបន្តទៅនេះយើងទៅតាមដានស្ដាប់អំពីព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងចំនួនព្រំដែនកម្ពុជាថៃសង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិពីកទី5នាថ្ងៃទី12ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង 15:19 នាទីដល់ម៉ោង 19 នាទីម៉ោង 15:19 នាទីយោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 15:51 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរលចូលរំលោភបំពានមកភូមិសាស្ត្រភូមិជោគជ័យម៉ោង 17:14 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 17:53 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រភូមិជោគជ័យម៉ោង 17:54 នាទីយោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រភូមិព្រៃច័ន្ទក្រសួងការពារជាតិទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជានិងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈជាច្រើនរាប់មិនអស់សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរគិតរហូតដល់ម៉ោង 13 នាទីរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន11នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងរងរបួសជនស្លូតត្រង់ចំនួន59នាក់នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្តយោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់និងសុឆន្ទៈប្រសិទ្ធបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងយោធភូមិភាគទី4និងយោធភូមិភាគទី5នៅរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7រហូតមកដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះ
ស្ថានភាពនៃអំពើគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជាទី1ស្ថានភាពជួរមុខនៅសមរភូមិទិសយោធាភូមិភាគ4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីម៉ោង 13 នាទីដល់ម៉ោង 15 នាទីថ្ងៃទី 12 ខែធ្នូឆ្នាំ 2025 ម៉ោង 13 នាទី 27 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅភូមិសាស្ត្រវាលឥន្ទ្រីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី2ស្ថានភាពជួរមុខនៅសមរភូមិទិសយោធាភូមិភាគ5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីម៉ោង 13 នាទីព្រឹកដល់ម៉ោង 15 នាទីរសៀលថ្ងៃទី 12 ខែធ្នូឆ្នាំ 2025 ម៉ោង 13 នាទី 27 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំចូលភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 13 នាទី 45 នាទីយោធាថៃបាញ់សែងពុលនៅភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 13 នាទី 58 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលភូមិសាស្ត្របឹងត្រកួនម៉ោង 14 នាទី 19 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ក្រសួងការពារជាតិទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជានិងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈជាច្រើនរាប់មិនអស់កម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទចុប្បន្នសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសិទ្ធិឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធាពលខេមរភូមិន្ទសូមគូបញ្ជាក់ផងដែរថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះមិនមែនសំដៅលើគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតសូមគូបញ្ជាក់ផងដែរថាវីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មាស់មុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចុកចាញ់នឹងការបង្ខិតបង្ខំឬការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយសង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី5នាថ្ងៃទី12ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង 8 នាទីព្រឹកដល់ម៉ោង 13 នាទីម៉ោង 8:38 នាទីកម្លាំងថ្មជើងរបស់យោធាថៃអមដោយរថក្រោះបានធ្វើការរលជួលភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 9:10 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការនៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទ
ម៉ោង10:26នាទីយោធាថៃបានប្រើប្រាស់ដ្រូនពួមគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូភ្លុកដំរីម៉ោង10:34នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការនៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង11:37នាទីយោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រព្រៃច័ន្ទម៉ោង11:58នាទីយោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូភ្លុកដំរីម៉ោង12:13នាទីយោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រព្រៃច័ន្ទនិងភូមិជោគជ័យម៉ោង12:45នាទីយោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការលើភូមិសាស្ត្រអូភ្លុកដំរីម៉ោង12:53នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទ